រឿងខ្មោចទឹកចាំកំពុងរឿងនេះជារឿងដែលអ្នកស្រុកចាស់ៗនៅតាមដងទន្លេតែងតែនិយាយតៗគ្នាថាបានកើតឡើងពិតមិនមែនជារឿងប្រឌិតឡើយកាលពីសម័យមុននៅរាត្រីថ្ងៃព្រះឬថ្ងៃកាន់សិលឧបោសថអ្នកភូមិគ្រប់គ្នាតែងឈប់ចេញទូកនេសាទព្រោះជំនឿថាវិញ្ញាណដែលលិចស្លាប់ក្នុងទន្លេនឹងចេញមកដើររកអ្នកជំនួសខ្លួនរាត្រីនោះព្រះច័ន្ទពេញវងបញ្ចេញរស្មីស្រអាប់ជះលើផ្ទៃទឹកឲ្យរលកភ្លឺផ្លេកដូចមាននរណាម្នាក់កំពុងហែលលាក់ខ្លួននៅក្រោមទឹកខ្យល់ត្រជាក់បក់កាត់គុំត្រែងបង្កើតសំឡេងស្រែកយំស្អេកលាយឡំនឹងសំឡេងចង្រិតកង្កែបនិងគីងគប់ដែលបន្លឺមិនដាច់សូរអំពិលអំពែករាប់ពាន់ក្បាលហោះផ្លឹបផ្លេតជុំវិញកំពង់ទឹកខណៈសត្វបក្សីរាត្រីបន្លឺសំឡេងហៅគ្នាពីចម្ងាយធ្វើឲ្យបរិយាកាសកាន់តែស្ងាត់និងគួរឲ្យព្រឺសម្បុរនៅកំពង់ទឹកមួយដែលសង់លយចូលក្នុងទន្លេមានដំបូលប្រក់ក្បឿងចាស់ជាកន្លែងដែលអ្នកស្រុកតែងរងចាំទូកយប់នោះពូត្រីនិងអ្នកភូមិ 3-4 នាក់ទើបតែត្រឡប់មកពីវត្តពួកគេដើរកាត់កំពង់ទឹកស្រាប់តែពូត្រីឈប់ស្ងៀមរួចលើកដៃហាមអ្នកដទៃឲ្យឈប់ដើរនោះអង្គុយអីនៅចុងកំពង់គ្រប់គ្នាសម្លឹងទៅតាមម្រាមដៃរបស់គាត់ក្រោមពន្លឺព្រះច័ន្ទគេឃើញរូបមនុស្សមួយអង្គុយស្ងៀមក្បាលទម្លាក់ចុះសក់វែងរញ៉េរញ៉ៃរាងកាយខ្មៅសម្បុរដូចសាច់ដែលត្រាំទឹកជាច្រើនឆ្នាំស្បែកសើមរលោងហាក់ដូចសម្បកត្រីពូត្រីហៅខ្លោឲ្យជួយមើលពេលពួកគេចាប់ដើមដើរចូលទៅជិតសំឡេងជើងឈើលាន់ក្តក់បន្លឺកាត់ភាពស្ងាត់ភ្លាមនោះរូបនោះងាកមកយឺតភ្នែករបស់វាក្រហមឆេះដូចរងើកភ្លើងមាត់ញញឹមវែងរហូតដល់ក្បែរត្រចៀកមិនទាន់អ្នកណាស្រែកផងវាក៏ស្ទុះហក់ចូលក្នុងទឹកភ្លូងរលកធំគួចឡើងបោកបក់កំពុងឲ្យញ័រសសរឈើលាន់សំលេងញីងដូចមានអ្វីធំកំពុងវាយពីក្រោមពូត្រីបាញ់ពើចូលក្នុងទឹកតែមិនឃើញអ្វីក្រៅពីទឹកខ្មៅងងឹតលុះដើរទៅដល់កន្លែងដែលវាអង្គុយគេឃើញសារធាតុរអិលខ្មៅស្អិតដូចចំអាប់ត្រីមួយថ្លុកធំបញ្ចេញក្លិនស្អុយឆ្អាបស្ទើរតែក្អួតចាប់តាំងពីថ្ងៃនោះអ្នកស្រុកហៅវាថាខ្មោចទឹកចាំកំពង់ចាប់ពីពេលនោះមកគ្មានអ្នកណាហ៊ានទៅអង្គុយម្នាក់ឯងនៅកំពង់ទឹកទៀតឡើយសូម្បីថ្ងៃកណ្ដាលថ្ងៃក្មេងៗដែលនាំគ្នាលោតទឹកតែងតែត្រូវឪពុកម្ដាយដេញឲ្យឡើងគោកព្រោះអ្នកចាស់ជឿថាខ្មោចទឹកចូលចិត្តលេងជាមួយក្មេងមុននឹងទាញពួកគេចូលក្នុងអន្លង់ព្រឹត្តិការណ៍ដែលធ្វើឲ្យអ្នកស្រុកភ័យបំផុតកើតឡើងក្នុងរដូវភ្ជុំបិណ្ឌឆ្នាំទឹកធំក្រុមអ្នកភ្នំបិណ្ឌមួយក្រុមមកធ្វើបុណ្យហើយឈរចាំទូកនៅកំពង់នារីវ័យជំទង់ម្នាក់អង្គុយដាក់ជើងត្រាំទឹកលេងធាក់ទឹកក្រុមរំពេចនោះនាងស្រែកមួយទំហឹងជួយផងរាងកាយនាងត្រូវអ្វីមួយទាញចុះក្រោមទូកខំហែលយ៉ាងណាក៏ហាក់ដូចមានដៃត្រចាក់ចាប់កជើងទាញចូលក្នុងអន្លង់សំណាងល្អមានអ្នកខ្វៀលគោលោតចោះជួយតាន់ក្រោយសង្គ្រោះបាននាងញ័រពេញខ្លួននិយាយទាំងទឹកភ្នែកថាខ្ញុំឃើញមនុស្សខ្មៅម្នាក់នៅក្រោមទឹកវាចាប់ជើងខ្ញុំលើកំភួនជើងនាងមានស្នាមក្រញាំ5ជ្រៅហូរឈាមស្រស់ដូចត្រូវក្រចាក់សត្វខំក្រោយមកអ្នកស្រុកនាំគ្នានិមន្តព្រះសង្ឃមកសូត្រមន្តប្រោះព្រំឧទ្ទិសកុសលនិងធ្វើសង្ឃទានប៉ុន្តែខ្មោចទឹកនៅតែបង្ហាញខ្លួនអ្នកខ្លះឮសំឡេងមនុស្សលោតទឹកទាំងដែលមាត់ទន្លេទទីស្អាតអ្នកខ្លះឮសំឡេងហួចពីកណ្ដាលទឹកខ្លះទៀតឮសំឡេងកំពុងបាក់ទាំងគ្មាននរណាម្នាក់នៅទីនោះទីបំផុតមេភូមិបានហៅគ្រូខ្មោចល្បិញម្នាក់ពីខេត្តកំពង់ស្ពឺមកចាប់ពាក់កណ្ដាលអាធ្រាត្រពិធីចាប់ខ្មោចចាប់ដើមអំបោះសីមាត្រូវបានព័ទ្ធជុំវិញមន់ឆ្កាងអង្គរទៀនមុនអាគមនិងសំឡេងភ្លេងខ្មោចបន្លឺលាន់ពេញមាត់ទន្លេរំពេចនោះទឹកទន្លេចាប់ដើមពុះកញ្ជ្រោលគ្រូបាច់អង្គរតែពីក្នុងទឹកមានខ្សាច់បាតទន្លេបាញ់ត្រឡប់មកវិញគ្រូបោះមន់ឆ្កាងស្រាប់តែកង្កែបរាប់រួចក្បាលលោតចេញពីទឹកពេញអំបោះសីមាគ្រូកាន់ក្អមខាបខ្មោចស្រាប់តែខ្លួនគ្រូនិងអ្នកចូលរួមទាំងអស់ត្រូវទឹកអលិលខ្មៅដូចចំអាបត្រីបាញ់គ្រូពេញខ្លួនគ្រូខឹងស្រែកជីខ្មោចភ្លៀងនោះមេឃផ្គរលាន់មួយថាភ្លៀងធ្លាក់ខ្លាំងហ
ហើយរូបខ្មៅសម្បុនសៅមួយដើរចេញពីទឹកមកលើកំពង់វាលូកដៃចាប់កគ្រូលើកផុតពីដីគ្រូស្រែកតែភ័យស្លាន់ភ្លុំមុននឹងរត់បាត់ជើងសពព្រះបោះចោលគ្រឿងមុនទាំងអស់ជាច្រើនខែក្រោយមកមានព្រះសង្ឃមួយអង្គនិមន្តមកគង់នៅវត្តថ្មីក្នុងភូមិព្រះអង្គបានស្ដាប់រឿងទាំងអស់រួចនិមន្តទៅកាន់កំពង់ទឹកដោយផ្ទាល់អ្នកភូមិរាប់សិបនាក់ដើរតាមពីក្រោយទាំងភ័យផងសង្ឃឹមផងព្រះអង្គគង់សមាធិនៅមាត់កំពង់ហើយសម្លឹងចូលទៅក្នុងទឹកស្រាប់តែស្រមោលខ្មៅលិចឡើងក្រោមផ្ទៃទឹកលើកនេះវាមិនស្រែកមិនគំរាមវាបែរជាក្រាបសំពះព្រះអង្គខ្ញុំព្រះករុណារងចាំព្រះអង្គអស់ជាច្រើនរយឆ្នាំហើយបន្ទាប់មកវាបានសារភាពអំពីអំពើបាបក្នុងអតីតជាតិថាធ្លាប់សម្លាប់សត្វបោកប្រាស់មនុស្សនិងស្លាប់ទាំងជាប់ចិត្តនឹងទ្រព្យសម្បត្តិព្រះអង្គសួរថាតើអាត្មាអាចជួយអ្វីបានខ្មោចទឹកឆ្លើយទាំងយំថាព្រះបច្ចេកពុទ្ធធ្លាប់មានព្រះបន្ទូលថាមានតែព្រះសង្ឃអង្គមួយដែលធ្លាប់ជាសត្វឆ្មាដែលខ្លួនបានជួយសង្គ្រោះក្នុងអតីតកាលទើបអាចដោះលែងខ្លួនបានព្រះអង្គញញឹមស្ងប់រួចលូកព្រះហស្ថចូលទៅក្នុងទឹកខ្មោចទឹកកាន់ព្រះហស្ថនោះយ៉ាងថ្នមព្រះអង្គលើកព្រះហស្ថឡើងវិញរំពេចនោះពន្លឺពណ៌មាសភ្លឺចេញពីផ្ទៃទឹកមេអំបៅពណ៌សរាប់ពាន់ក្បាលហោះចេញប្រងព្រាតសំឡេងមួយបន្លឺឡើងពីលើខ្យល់ថាខ្ញុំព្រះករុណារងចាំថ្ងៃនេះយូរណាស់ហើយសូមអរព្រះគុណព្រះសង្ឃសូត្របទឧទ្ទិសកុសលយ៉ាងស្ងប់ស្ងាត់ពន្លឺនោះរសាត់ឡើងលើមេឃបាត់ទៅជាមួយមេអំបៅទាំងអស់ចាប់តាំងពីយប់នោះមកអ្នកស្រុកលែងឮសំឡេងមនុស្សលោតទឹកលែងមានភ្នែកក្រហមនៅលើកំពង់លែងមានដៃខ្មៅទាញអ្នកចុះអន្លង់ប៉ុន្តែអ្នកចាស់នៅតែប្រាប់កូនចៅថាកុំអង្គុយដាក់ជើងក្នុងទឹកពេលយប់ព្រោះយើងមិនដឹងថាអ្វីកំពុងសម្លឹងមកពីក្រោមផ្ទៃទឹកនោះទេ